ជាដំបូងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់សិស្សានុសិស្សទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំបានជ្រើសរើសយកវិញ្ញាសាប្រវត្តិវិទ្យាបាទយកមកធ្វើជាអត្រាកំណែជូនទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដើម្បីជាឯកសារសម្រាប់ជំនួយទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីត្រៀមប្រឡងថ្នាក់ទី12ក៏ដូចជាប្រឡងក្របខ័ណ្ឌផ្សេងៗនៅក្នុងនោះដែរខ្ញុំបានដកស្រង់នៅវិញ្ញាសាថ្នាក់វិទ្យាសាស្ត្រសង្គមនៅឆ្នាំប្រឡងគឺឆ្នាំ2023ដែលនៅក្នុងវិញ្ញាសានេះគឺក្រសួងបានចេញចំនួន5សំណួរដែលសំណួរទី1គេសួរថាតើកម្ពុជាមានបេតិកភណ្ឌអ្វីខ្លះដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO រៀបរាប់ឲ្យបាន5សំណួរទី2ចូលអ្នកវិភាគពីមូលហេតុអាណានិគមបារាំងនៅកម្ពុជានិងការតស៊ូដើម្បីឯករាជ្យសំណួរទី3ចូលអ្នកពិពណ៌នាអំពីនយោបាយអព្យាក្រឹតនៃរបបសង្គមរាស្ត្រនិយមក្នុងសតវត្សឆ្នាំ1960អញ្ចឹងសំណួរទី3នេះយើងឃើញថាចេញច្រើនដងហើយដែរណាចំណែកឯលំហាត់សំណួរទី4តើពិភពលោកនេះមានបញ្ហាប្រឈមធំធំអ្វីខ្លះចូលអ្នកពិពណ៌នាអញ្ចឹងលំហាត់ទី4នេះអាចថាជាសំណួរបើក៏ថាបានណាចំណែកសំណួរចុងក្រោយគឺជាសំណួរទី5ចូលអ្នកពិពណ៌នាអំពីការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យនិងដំណើរការស្ថាបនាជាតិឡើងវិញអញ្ចឹងយើងមាន5សំណួរនេះអញ្ចឹងយើងចូលទៅកាន់អត្រាកំណែរបស់យើងណាអូខេទី1គឺសំណួរតើកម្ពុជាមានបេតិកភណ្ឌអ្វីខ្លះដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO ចូលរៀបរាប់ឲ្យបាន5អញ្ចឹងយើងឆ្លើយមកកម្ពុជាមានបេតិកភណ្ឌដែលបានចុះបញ្ជីបេតិកភណ្ឌរូបីនិងអរូបីពិភពលោករបស់អង្គការ UNESCO មានទី1គឺរមណីយដ្ឋានអង្គរណាអង្គរវត្តនឹងឯងណាដែលបានចុះបញ្ជីនៅថ្ងៃទី14ខែធ្នូឆ្នាំ1992ដែលជាសម្បត្តិបេតិកភណ្ឌរូបីទី2គឺជារបាំព្រះរាជទ្រព្យដែលបានចុះបញ្ជីនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003ដែលជាសម្បត្តិបេតិកភណ្ឌអរូបីទី3គឺល្ខោនស្រមោលស្បែកធំដែលបានចុះបញ្ជីនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2005បេតិកភណ្ឌអរូបីទី4គឺរមណីយដ្ឋានប្រាសាទព្រះវិហារណាគឺប្រាសាទព្រះវិហារនឹងឯងដែលបានចុះបញ្ជីនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ដែលជាសម្បត្តិបេតិកភណ្ឌរូបីទី5គឺជាល្បែងទាញព្រ័ត្រណាល្បែងទាញព្រ័ត្រគឺបានចុះបញ្ជីនៅថ្ងៃទី2ខែធ្នូឆ្នាំ2015ជាសម្បត្តិបេតិកភណ្ឌអរូបីទី6គឺចាប៉ីដងវែងដែលបានចុះបញ្ជីនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016ជាសម្បត្តិបេតិកភណ្ឌអរូបីបន្តមកទៀតគឺប្រាសាទសម្បូរព្រៃគុកដែលបានចុះបញ្ជីនៅថ្ងៃទី8ខែកក្កដាឆ្នាំ2017ណាដែលជាសម្បត្តិបេតិកភណ្ឌរូបីបន្តមកទៀតគឺល្ខោនខោលដែលបានចុះបញ្ជីនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2018ដែលជាសម្បត្តិបេតិកភណ្ឌអរូបីបន្តមកទៀតគឺជាក្បាច់គុណណាក្បាច់គុណល្បុក្កតោរបស់យើងហ្នឹងគឺត្រូវបានចុះបញ្ជីនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2022ដែលជាសម្បត្តិបេតិកភណ្ឌអរូបីបន្តមកទៀតគឺរមណីយដ្ឋានកោះកេរណាកោះកេរគឺត្រូវបានចុះបញ្ជីនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2023អូខេសំណួរទី1របស់យើងគឺត្រូវបានបញ្ចប់ប៉ុណ្ណឹងបាទចូលមកកាន់សំណួរទី2ចូលអ្នកវិភាគអំពីមូលហេតុអាណានិគមបារាំងនៅកម្ពុជានិងការតស៊ូដើម្បីឯករាជ្យបាទនៅក្នុងសំណួរទី2នេះមូលហេតុដែលប្រទេសកម្ពុជារបស់យើងទទួលយកអាណានិគមបារាំងទី1គឺដោយសារផ្នែកនយោបាយគឺមូលហេតុនយោបាយទី2គឺសេដ្ឋកិច្ចទី3គឺផ្នែកសង្គមណាអញ្ចឹងនៅក្នុងផ្នែកនយោបាយគឺយើងមានសៀមហើយនឹងយួនគៀបសង្កត់
និងឈ្លានពានកម្ពុជាចំណុចបន្ទាប់ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេសរបស់យើងចំណុចបន្តមកទៀតគឺធ្វើឲ្យមានឯកភាពនិងអំណាចរាជបល្ល័ង្កចំណែកឯផ្នែកសេដ្ឋកិច្ចណាផ្នែកសេដ្ឋកិច្ចគឺរួមមានបារាំងបើកប្រាក់បៀវត្សឲ្យមន្ត្រីរាជការនិងព្រះមហាក្សត្ររបស់យើងនឹងគឺខ្ពស់ចំណុចបន្តមកទៀតជាអ្នកពាណិជ្ជកម្មនៅក្នុងក៏ដូចជានៅក្រៅប្រទេសជាអ្នកកាន់កាប់ពន្ធដារចំណុចបន្តមកទៀតដោយសារសេដ្ឋកិច្ចរបស់ខ្មែរយើងនឹងមានការធ្លាក់ចុះណាមានការធ្លាក់ចុះដោយមានការគៀបសង្កត់ពីសៀមហើយនឹងយួនរីឯផ្នែកសង្គមវិញគឺមានការរៀបចំប្រព័ន្ធតុលាការចាប់តាំងពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តក្រុងរៀបចំប្រព័ន្ធនៅប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តក្រុងសង្គមខ្មែរអស្ថិរភាពវប្បធម៌ខ្មែរអក្សរសាស្ត្រនិងការអប់រំចលនាការតស៊ូរបស់កម្ពុជាដើម្បីទទួលបានឯករាជ្យពីបារាំងរួមមានទី1គឺការតស៊ូដោយអហិង្សាចឹងការតស៊ូដោយអហិង្សានឹងគឺជាចលនាដោយប្រើអាវុធប្រយុទ្ធបង្ហូរឈាមដើម្បីទាមទារឯករាជ្យដោយចលនាតស៊ូរបស់ខ្មែរឥស្សរៈដែលក្រុមនេះបានពង្រីកក្រុមខ្លួនទូទាំងប្រទេសរបស់យើងចំណុចបន្តទៀតគឺការតស៊ូដោយអហិង្សាការតស៊ូដោយអហិង្សាគឺជាការតស៊ូដោយសន្តិវិធីតាមរយៈមធ្យោបាយការទូតពោលគឺធ្វើតាមរយៈនយោបាយក្រៅប្រទេសជាមួយបារាំងកាណាដាសហរដ្ឋអាមេរិកថៃតាមរយៈនយោបាយការទូតនិងកាសែតព្រះបាទនរោត្តមសីហនុបានមានព្រះបន្ទូលថាបើបារាំងមិនព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះកម្ពុជាក្លាយជាប្រទេសកុម្មុយនីសកម្មភាពនៅក្នុងប្រទេសព្រះអង្គបានគង់នៅតំបន់សូយ៉ាតក្នុងខេត្តសៀមរាបបាត់ដំបងកំពង់ធំដោយមិនយាងមកទីក្រុងភ្នំពេញវិញទេណាហើយទ្រង់បានបង្កើតកងជីវពលនារីក្លាហានដើម្បីឲ្យប្រជារាស្ត្ររបស់យើងនឹងក្រោកឈរឡើងដើម្បីទាមទារឯករាជ្យបរិបូរណ៍បាទយើងចូលមកកាន់សំណួរទី3ដែលគេឲ្យចូលអ្នកពិពណ៌នាអំពីនយោបាយអព្យាក្រឹតនៃរបបសង្គមរាស្ត្រនិយមក្នុងសតវត្សឆ្នាំ1960អញ្ចឹងយើងពិពណ៌នាមកណានយោបាយអព្យាក្រឹតនៃរបបសង្គមរាស្ត្រនិយមក្នុងសតវត្សឆ្នាំ1960មានណានយោបាយអព្យាក្រឹតគឺជាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកដោយនៅកណ្ដាលប្រកាន់មនោគមវិជ្ជាសេរីនិងមនោគមវិជ្ជាកុម្មុយនីសមូលហេតុនៃការអនុវត្តនយោបាយអព្យាក្រឹតមានអនុវត្តទៅតាមសេចក្តីសម្រេចនៃសន្និសីទក្រុងហ្សឺណែវឆ្នាំ1954ដែលស្នើដោយសូវៀតនិងចិនកម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោកជាពិសេសគឺប្រទេសជិតខាងរបស់យើងនឹងការពង្រឹងនយោបាយអព្យាក្រឹតនៅថ្ងៃទី18ខែមីនាឆ្នាំ1955ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌាសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយលោកនេរុលើសេចក្តីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពនៅថ្ងៃទី18ដល់ថ្ងៃទី24ខែមេសាឆ្នាំ1955ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ីអាហ្វ្រិកនៅក្រុងបានឌុងសម្ដេចនរោត្តមសីហនុបានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជានិងការរួមរស់ជាមួយគ្នាដោយសន្តិភាពថ្ងៃទី14ខែធ្នូឆ្នាំ1955ក្នុងពេលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមាគ៌ាអព្យាក្រឹតនៃកម្ពុជានៅថ្ងៃទី1ដល់ទី6ខែកញ្ញាឆ្នាំ1961សម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាលើធម្មនុញ្ញនៃ
ចលនាចូលបកសម្ព័ន្ធនៅទីក្រុងព្រីយូនីប្រទេសយូហ្គោស្លាវីលទ្ធផលនៃការប្រកាន់នយោបាយអព្យាក្រឹតណារួមមានទី1គឺជំហានដំបូងមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រទេសកម្ពុជាបានសុខសន្តិភាពរយៈពេល15ឆ្នាំស្របពេលប្រទេសជិតខាងជួបសង្គ្រាមកម្ពុជាមានឈ្មោះល្បីសុសសាយក្នុងតំបន់ក្រុមអ្នកប្រឆាំងពុំហ៊ានប៉ះពាល់និងទទួលស្គាល់គុណសម្បត្តិនយោបាយអព្យាក្រឹតដំណាក់កាលសង្គ្រាមត្រជាក់ឥទ្ធិពលនៃសង្គ្រាមត្រជាក់មហាអំណាចមនោគមវិជ្ជាទាំងពីរពុំទប់កម្ពុជាក្នុងមាគ៌ាសន្តិភាពមាគ៌ាអព្យាក្រឹតដោយសារជំនួយរបស់អាមេរិកមានបំណងចិញ្ចឹមពួកស្ដាំនិយមជំនួយរបស់ប្រជាមានិតចិនមានបំណងទាមទារកម្ពុជាឲ្យដើរតាមឥទ្ធិពលខ្លួនឯប្រទេសថៃវៀតណាមខាងត្បូងវៀតណាមខាងជើងធ្វើសកម្មភាពប្រឆាំងនឹងនយោបាយអព្យាក្រឹតនិងឈ្លានពានព្រំដែនកម្ពុជាកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅដោយសារកម្ពុជាបដិសេធជំនួយរបស់អាមេរិកតែទទួលជំនួយពីចិនកម្ពុជាលូកដៃចូលក្នុងសង្គ្រាមនៅវៀតណាមកម្ពុជាបានផ្ដល់ទឹកដីឲ្យវៀតណាមកុម្មុយនីសណាបោះមូលដ្ឋានកងទ័ពប្រើប្រាស់ផ្លូវលំហូជីមិញដឹកនាំស្បៀងសភាវុធសម្ភារៈសឹកឲ្យវៀតណាមខាងជើងនៅថ្ងៃទី18មិនិនាឆ្នាំ1970ក្រុមសេនាប្រមុខលន់នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុពីប្រមុខរដ្ឋហើយនយោបាយអព្យាក្រឹតបានបញ្ចប់ណាបុព្វហេតុខាងលើនេះបាននាំឲ្យកម្ពុជាធ្លាក់ទៅក្នុងភ្លុកភ្លើងនៃសង្គ្រាមចូលមកដល់សំណួរទី4គេសួរថាតើពិភពលោកនេះមានបញ្ហាប្រឈមធំអ្វីខ្លះចូលពិពណ៌នាបាទពិភពលោករបស់យើងនេះមានបញ្ហាធំប្រឈមដូចជាបញ្ហាបរិស្ថានអញ្ចឹងបញ្ហាបរិស្ថានហ្នឹងគឺបណ្ដាលមកពីបំរែបំរួលអាកាសធាតុគ្រោះធម្មជាតិដែលមានជាគ្រោះរាំងស្ងួតករណីកំណើនកម្ដៅផែនដីភ្លើងឆេះព្រៃរញ្ជួយដីខ្យល់ព្យុះទឹកជំនន់ជាដើមណានិងសម្រាមបញ្ហាកំណើនប្រជាជនឧបត្ថម្ភថាមពលសុវត្ថិភាពស្បៀងភាពក្រីក្រនិងជនអន្តោប្រវេសន៍បញ្ហាជនអន្តោប្រវេសន៍ការជួញដូរមនុស្សគ្រឿងញៀនពលកម្មកុមារបញ្ហាសន្តិសុខស្បៀងកង្វះស្បៀងចោទជាបញ្ហានាំមកនៅភាពក្រីក្រនិងគ្រោះទុរភិក្សជំងឺឆ្លងដូចជាកង្វះអនាម័យខ្វះការការពារជាដើមបញ្ហាភារវកម្មអន្តរជាតិការធ្វើឃាតមេដឹកនាំការបំផ្ទុះគ្រាប់បែកជាដើមអ ក្រិតកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សធ្វើចរាចរណ៍កត់ដាស់ប្រាក់คล้ายៗការចម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតជាដើមសម្រាប់នេះជាសំណួរទី4ណាជាសំណួរទី4ចូលមកដល់សំណួរទី5ចូលអ្នកពិពណ៌នាអំពីការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យនិងដំណើរការស្ថាបនាជាតិឡើងវិញចលនាតស៊ូដើម្បីរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975ដល់ឆ្នាំ1979អញ្ចឹងគឺរួមមាននៅខែមករាឆ្នាំ1976លោកហ៊ូនឹមចេញមុខប្រឆាំងនឹងប៉ុល ពតនៅខែមីនាឆ្នាំ1976ប្រជាជននៅចំការលួងនិងនៅខេត្តសៀមរាបទាមទារឲ្យដំឡើងជីវភាពនិងឲ្យគ្រួសាររស់នៅជុំគ្នានៅឆ្នាំ1977ប្រជាជននៅសៀមរាបបាត់ដំបងកំពង់ធំកំពង់ឆ្នាំងមណ្ឌលគិរីចំការលួងបះបោរប្រឆាំងប៉ុល ពតនៅថ្ងៃទី20ខែមិថុនាឆ្នាំ1977សម្ដេចហ៊ុនសែនបានភៀសខ្លួនទៅប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រនិងបង្កើតកម្លាំងប្រឆាំងខ្មែរក្រហមនៅថ្ងៃទី2ខែធ្នូឆ្នាំ
478មហាសន្និបាតបានសម្រេចបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលដឹកនាំដោយហេងសំរិនដោយមានជំនួយពីកងទ័ពវៀតណាមនិងការចូលរួមពីប្រជាជាតិកម្ពុជាពីប្រជាជនកម្ពុជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាយលើកងកម្លាំងខ្មែរក្រហមនឹងត្រឹមតែរយៈពេល3សប្តាហ៍រំដោះប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុងទូទាំងប្រទេសនៅថ្ងៃទី7ខែមករាឆ្នាំ1979ប្រជាជនកម្ពុជាបានរំដោះឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតការស្ថាបនាឡើងវិញគឺរួមមានផ្នែកសេដ្ឋកិច្ចណានៅក្នុងផ្នែកសេដ្ឋកិច្ចគឺបង្កើតក្រុមសាមគ្គីបង្កកំណើនផលឬក៏ក្រុមប្រវាស់ដៃដើម្បីជួយដល់ស្ត្រីមេម៉ាយចាស់ជរាកុមារកំព្រាដំណើរការក្នុងការងារកសិកម្មការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរួមមានផ្លូវថ្នល់កំពង់ផែសាលារៀននិងមន្ទីរពេទ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់និងពិភពលោកពង្រឹងសុខសន្តិភាពសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមដើម្បីទាមទារវិនិយោគពីបរទេសបង្កើនសេដ្ឋកិច្ចណាកន្លែងនេះគឺបង្កើនសេដ្ឋកិច្ចណាបង្កើនសេដ្ឋកិច្ចនិងជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកសង្គមនិងនយោបាយរំដោះប្រជាជនឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរមនុស្សអាវុធគ្រឿងញៀនលើកកម្ពស់លទ្ធិប្រជាធិបតេយ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញអនុវត្តនយោបាយបង្រួបបង្រួមជាតិបាទសម្រាប់វីដេអូរបស់យើងគឺឈានចូលដល់ទីបញ្ចប់នៅក្នុងការបកស្រាយចំនួន5សំណួរនេះហើយបើសិនជាខ្ញុំបានបង្ហាញទៅមានកំហុសខុសឆ្គងត្រង់ចំណុចណាក៏សូមខន្តីពីសំណាក់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាណាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអំពីវិញ្ញាសានៅក្នុងការត្រៀមប្រឡងលើវិញ្ញាសាប្រវត្តិវិទ្យាណាក៏ដូចជាខ្ញុំនឹងយកវិញ្ញាសាចាស់មួយចំនួនទៀតដើម្បីយកមកធ្វើវីដេអូចែកជូនទៅកាន់សិស្សានុសិស្សទាំងអស់គ្នាដើម្បីជាឯកសារនៅក្នុងការរំលឹកដើម្បីត្រៀមប្រឡងផ្សេងណាដូចជាទី12ក៏ដូចជាការប្រឡងចូលក្របខ័ណ្ឌនានាបាទអរគុណច្រើនជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត